ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាបានស្ដោះពឹសខ្ញាដំរីពឹសខ្ទួយពឹសកែពុកម៉ែបងប្អូនណាហ្នឹងហើយកាលណាសត្វទាំង3ប្រភេទនេះតិចគឺមានការឈឺចាប់ពុកម៉ែបងប្អូនហើយមានកូនក្មេងខ្លះអាចរហូតដល់មានបញ្ហាទៀតផងពុកម៉ែបងប្អូនណាបើសិនតែយើងមិនបានស្ដោះពឹសឬក៏ព្យាបាលឲ្យជាទេវាអាចទៅជារលួយនៅមុខរបួសពុកម៉ែបងប្អូនណាដោយសារអំណាចនេះពឹសពុកម៉ែបងប្អូនណាហ្នឹងហើយគាថានេះយើងស្ដោះបានទាំងក្មេងទាំងចាស់ទាំងមនុស្សពេញវ័យគ្រប់ប្រភេទពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងយើងសូត្រគឺយើងសូត្រនៅនមោពុទ្ធិយសទ្ធាំងចំនួន3ចប់យើងសូត្រនៅគាថានេះចំនួន7ចប់ពុកម៉ែបងប្អូនណាហ្នឹងហើយយើងសូត្រថាអូមៈព្រះស្នែងក្រវែងចេញទៅលើចុងស្មៅទៅគ្រូប្រើអញស្ដោះទៅត្រជាបីដូចព្រះព្រិលអូមៈសទ្ធីស្វហៈអូមៈព្រះស្នែងក្រវែងចេញទៅលើចុងស្មៅទៅគ្រូប្រើអញស្ដោះទៅត្រជាបីដូចព្រះព្រិលអូមៈសទ្ធីស្វហៈពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្របង្ហាញមកខ្ញុំមិនបានសូត្រដល់7ចប់ទេពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនណាដែលមិនចាស់សស្ដាប់តែសំឡេងរបស់ខ្ញុំទៅហើយនឹងសូត្រតាមពុកម៉ែបងប្អូនណាសូត្រម្ដង2ដងរហូតដល់3 4ដងទៅនឹងចាស់នឹងចាំដូចគេដូចឯងដែរហើយពុកម៉ែបងប្អូនណាហ្នឹងហើយយើងកុំបារម្ភច្រើនពេកអរគុណ